ជំរាបសួរបល័នប្រិមិត្ត Goal ខ្មែរទាំងអស់គ្នារាត្រីនេះវេលាម៉ោង2:30នាទីរំលងអាធ្រាត្រយើងមានណាត់គ្នានៅប្រទេសអេស្ប៉ាញសម្រាប់ការប្រកួតដ៏ជក់ចិត្តរវាងក្រុមមេដឹកនាំលីក Racing Santander បើកទ្វារទទួលស្វាគមន៍ក្រុមលីក10 Sporting Gijon ទោះបីជាឈរនៅកំពូលតារាងមែនប៉ុន្តែម្ចាស់ផ្ទះកំពុងជួបឈូសភ្លៀងបន្តិចហើយនៅពេលថ្មីនេះតើពួកគេអាចប្រើប្រាស់អត្ថប្រយោជន៍ក្នុងផ្ទះដើម្បីសង្គ្រោះ3ពិន្ទុបានទេឬមួយ Sporting Gijon នឹងមកបង្កការភ្ញាក់ផ្អើលតោះទៅតាមដានការវិភាគស៊ីជម្រៅជាមួយ admin ទាំងអស់គ្នានីអ៊ីពី Racing Santander វិញបង្គោលហើយទម្រង់លេងពីប្រកួតចុងក្រោយគឺគួរឲ្យបារម្ភខ្លាំងណាស់ដោយពួកគេចាញ់ទាំងពីរប្រកួតជាប់គ្នាថែមទាំងសុទ្ធមិនចូលសូម្បីតែមួយគ្រាប់ហើយរបូតដល់ទៅ6គ្រាប់ឯណោះនេះគឺជាសញ្ញាអាសន្នសម្រាប់ក្រុមដែលចង់ឡើងទៅលីកកំពូលប៉ុន្តែចំណុចដែលបងប្អូនត្រូវដឹងគឺមុនអាគមក្នុងផ្ទះរបស់ពួកគេ5ប្រកួតចុងក្រោយក្នុងផ្ទះ Racing ឈ្នះដល់ទៅ4ដងសុទ្ធបញ្ចូលទីបាន10គ្រាប់និងរបូតតែ4គ្រាប់ប៉ុណ្ណោះយប់នេះទោះបីជាខ្វះកីឡាករច្រើនដោយសាររបួសនិងជាប់ភារកិច្ចជម្រើសជាតិក៏ពិតមែនប៉ុន្តែកម្លាំងស្នូលដូចជា Andres Martin និង Asia Villalibre នៅតែជាអាវុធមហាប្រឡ័យសម្រាប់បរាញ់គ្រាប់បាល់ដដែលងាកមកមើលក្រុមភ្ញៀវ Sporting Gijon វិញម្ដងពួកគេក៏មិនសូវជាមានហុងស៊ុយបណ្ដាងដែរដោយពីប្រកួតចុងក្រោយរកបានតែមួយពិន្ទុប៉ុណ្ណោះបញ្ហាដែលធ្ងន់ធ្ងរបំផុតសម្រាប់ Gijon គឺជំងឺខ្លាចក្រៅដី4ប្រកួតក្រៅដីចុងក្រោយពួកគេចាញ់ដល់ទៅ3ដងអ្វីដែលកាន់តែអាក្រក់សម្រាប់ក្រុមភ្ញៀវគឺប្រវត្តិសាស្ត្រជួបគ្នានៅកីឡាដ្ឋាននេះតែម្ដង5ប្រកួតចុងក្រោយដែលមកលេងនៅទីនេះ Gijon ចាញ់ដល់ទៅ4ដងយប់នេះលោកគ្រូបង្វឹកនឹងប្រើប្រព័ន្ធ 4-2-3-1 ដោយពឹងផ្អែកលើ Juan Otero ជាខ្សែប្រយុទ្ធឯកកោបើបម្រើកណ្ដាល Alex Corredera មិនអាចគ្រប់គ្រងហ្គេមបានទេនោះ Gijon ចាំបាច់ជាជួបការលំបាកជាមិនខានយប់នេះ Racing Santander នឹងសម្រុកតាំងពីនាទីដំបូងដើម្បីបំបែកភាពរាំងស្ងួតក្របបាល់របស់ខ្លួនការលេងនៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់នឹងជំរុញឲ្យពួកគេមានទឹកចិត្តខ្លាំងជាងមុនចំណែក Sporting Gijon នឹងព្យាយាមលេងការពារឲ្យម៉ត់ចត់និងចាំវាយបករហ័សចំណឹកសម្រេចសេចក្តីទោះបីជា Racing មានបញ្ហាកីឡាករបន្តិចមែនប៉ុន្តែគុណភាពលេងក្នុងផ្ទះរបស់ពួកគេគឺលើ Sporting Gijon ឆ្ងាយណាស់ម្យ៉ាងវិញទៀត Gijon តែងតែស្លាប់មាត់ក្អែករាល់ពេលមកលេងនៅទីនេះដូច្នេះទំនុកចិត្តគឺនៅតែស្ថិតនៅក្រុមម្ចាស់ផ្ទះផ្ដល់តម្រុយនឹងការទស្សនាពី Goal ខ្មែរ Admin មកដល់ចំណុចដែលបងប្អូនរងចាំផ្អែកលើសถิតិក្នុងផ្ទះដ៏រឹងមាំនិងកំណត់អត្រាជួបគ្នាពីមុនមក Admin សូមផ្ដល់តម្រុយសម្រាប់យប់នេះដូចខាងក្រោមតម្រុយទី1យកម្ចាស់ផ្ទះ Racing Santander ដក 0.5 Head Paul នេះគឺទីតម្លៃដ៏ល្អបំផុត Racing ត្រូវការឈ្នះដើម្បីរក្សាតំណែងលេខ1ហើយ Sporting Gijon គឺទុនខ្សោយខ្លាំងពេលលេងក្រៅដីជឿជាក់លើបន្តែក្នុងផ្ទះរបស់ Racing នឹងនាំលាភសំណាងឲ្យបងប្អូនតម្រុយទី2លេងលើគ្រាប់បាល់ over 2.5 Head Paul Racing ក្នុងផ្ទះសុទ្ធច្រើនមិត្តជុំ2គ្រាប់ក្នុងមួយប្រកួតហើយ Gijon ក៏ការពារមិនសូវជាប់ដែរនៅពេលថ្មីនេះលទ្ធផលព្យាករណ៍ Racing Santander 2 Sporting Gijon 1តើបងប្អូនយល់ស្របនឹងការវិភាគរបស់ Admin ដែរទេតើ Racing អាចរក្សា3ពិន្ទុដើម្បីបន្តឈរលេខ1បានទេយប់នេះជួបគ្នានៅវីដេអូក្រោយ